សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវិធីក្នុងការបញ្ជួយភ្លីដើម្បីយើងយកទៅច្នៃលើម៉ូដសម្លៀកបំពាក់របស់យើងណាបងប្អូនដូចជាបងប្អូនចង់ច្នៃជារ៉ូបឬក៏បងប្អូនចង់ច្នៃជាប្រភេទជើងរ៉ូបឬក៏ច្នៃចេញជាដៃអាវអ្វីក៏បានដែរបងប្អូនសំខាន់លើការច្នៃលើទឹកដៃរបស់បងអញ្ចឹងនេះគឺជាវិធីក្នុងការយកភ្លីស្បៃណាបងប្អូនបើសិនជាបងប្អូនអត់ធ្លាប់ដេរពីការបញ្ជួយស្បែកបែបហ្នឹងទេបងប្អូនអាចមានជើងទាឬក៏បងប្អូនអាចដេរជាខ្សែរហូតវាក៏បានដែរណាបងប្អូនងាយស្រួលក្នុងការធ្វើសំខាន់ការរៀនឬមួយក៏ការចេះដឹងរបស់យើងធ្វើទៅវាងាយហើយវាលឿនសម្រាប់ខ្លួនឯងអញ្ចឹងណាបងប្អូនស្បែកមួយប្រភេទដែលខ្ញុំកំពុងតែបញ្ជួយនេះដែរគឺធ្វើជារ៉ូបងប្អូនយើងធ្វើភ្លីបញ្ជួយដាក់ជើងរ៉ូបដើម្បីឲ្យជើងរ៉ូបវ៉ាល់របស់យើងហ្នឹងវាមានម៉ូដបានមួយឆាងស្អាតអញ្ចឹងណាបងប្អូនហើយការដេរគឺភាគច្រើនបងប្អូនម៉ូដប្រភេទនេះគឺស្រស់ស្អាតហើយរ៉ូបយើងស្ទើរជើងនេះបងប្អូនគឺជាការភ្ជាប់ជើងរ៉ូបម៉ូដស្បែកដែលនេះខ្ញុំបញ្ជួយឲ្យបាញ់មិញណាបងប្អូននេះខ្ញុំយកមកភ្ជាប់ជាមួយនឹងជើងស្បែករ៉ូបតែនេះខ្ញុំដាក់តែមួយស្លឹកខាងលើទេប្រភេទរ៉ូបនេះដែរបងប្អូនគឺយើងប្រើស្បែកវ៉ាល់ពីរស្លឹកហើយពេលដែលយើងដេរមកគឺយើងដេរតែស្លឹកខាងលើទេបងប្អូនឲ្យវាឆាងវ៉ាល់ខាងលើហ្នឹងបានស្អាតអញ្ចឹងណាហើយភ្លីនេះដែរបងប្អូនសេរីវាយើងរៀបវាឲ្យបានស្មើមកដោយសារសំខាន់លើបងស្រឡាញ់ថាបងចង់បានភ្លីកម្រិតណាឬក៏ចង់បានខ្លាំងឬក៏ចង់បានរង្វើលឬមួយក៏មកល្មមស្អាតនៅចុងជើងរ៉ូបរបស់យើងដែរណាបងប្អូនហើយប្រភេទរ៉ូបនេះគឺស្បែកបងប្អូនខាងក្នុងគឺខ្ញុំទ្របជាប្រភេទសាច់អ៊ីតាលីមួយជាន់ទៀតណាហើយម៉ូដខាងលើគឺនេះខ្ញុំប្រើប្រភេទស្បែកសុទ្ធពណ៌សហើយយើងគុន highlight ជាមួយនឹងសាច់ទំនាប់ពណ៌ខ្មៅហើយនឹងយើងបិទផ្កាណាបងប្អូនបិទផ្កានៅចង្កេះហើយនឹងទ្រូងហើយនឹងមានដែងតិចដែរបងប្អូនតែនេះខ្ញុំអត់ទាន់ធ្វើរួចរាល់ទេបានបង្ហាញបងប្អូនបានតាមទៅចុងពងអញ្ចឹងណាហើយជាទូទៅបងប្អូនម៉ូដសម្លៀកបំពាក់នីមួយៗគឺសំខាន់លើការច្នៃរបស់បងជាងគាត់ដែលមានបទពិសោធន៍ក្នុងការដេរហើយនឹងច្នៃជាងគឺសឹងតែគ្រប់កន្លែងទាំងអស់គឺខុសគ្នាទាំងអស់ណាបងប្អូនពេលខ្លះខ្ញុំក៏អាចនឹងមើលពីវីដេអូបងឬក៏បងអាចមើលពីវីដេអូរបស់នាងខ្ញុំក៏ដូចគ្នាដែរការធ្វើគឺវាមានលក្ខណៈខុសគ្នាទាំងអស់បងប្អូនសំខាន់លើការចូលចិត្តវីដេអូដែលបងបង្កើតឬក៏នាងខ្ញុំបង្កើតសិតតែជាចំណេះដឹងតិចតួចសម្រាប់បងប្អូនដែលគាត់ទើបតែចាប់ផ្ដើមលើវិស័យកាត់ដេរវាជាចំណេះដឹងតិចតួចដែលយើងអាចយកមកស្វែងយល់ឬក៏អាចធ្វើបានដោយខ្លួនឯងអញ្ចឹងណាបងប្អូនហើយវីដេអូនេះខ្ញុំក៏មានតែប៉ុណ្្នេះដែរក៏សូមអរគុណបងប្អូនដែលតាមដានហើយនឹងតែងតែ share និង comment ល្អៗ